ប្រទេសថៃបានចាប់ផ្ដើមបញ្ជូនរថក្រោះនិងកាំភ្លើងធំទៅកាន់តំបន់ព្រំដែននៅក្នុងខេត្តសូរិននិងស៊ីសាកេតជាប់ទល់ដែនកម្ពុជាហើយនៅយប់ថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបានដួលរលំត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះក្រោយចុះហត្ថលេខានេះបើយោងទៅតាមកាសែតអង់គ្លេស The Telegraph ចេញផ្សាយនៅយប់ថ្ងៃអង្គារនេះការបែកបាក់ចំណងសន្តិភាពដែលផ្ចង់ផ្ដើមដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានកើតឡើងបន្ទាប់ពីទាហានថៃចំនួន2នាក់បានរងរបួសដោយសារតែផ្ទុះមានកាលពីថ្ងៃទី10ខែវិច្ឆិកានៅតំបន់ភ្នំទ្រាប់ក្បែរប្រាសាទព្រះវិហាររបស់កម្ពុជាលោកនាយករដ្ឋមន្ត្រីថៃអនុទិនឆាន់វីរៈគុលបានបញ្ជាឲ្យផ្អាកកិច្ចសហការជាមួយកម្ពុជាភ្លាមៗដោយនិយាយថានេះគឺជាអាទិភាពចំពោះសន្តិសុខជាតិថៃនៅព្រឹកថ្ងៃទី11ខែវិច្ឆិកាក្រុមប្រឹក្សាសន្តិសុខជាតិថៃបានអនុម័តជាផ្លូវការនៅការបង្កកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពូប្រទេសកម្ពុជាបានបដិសេធការដាក់មីនថ្មីដោយអះអាងថាមីនទាំងនោះគឺជាសំណល់ពីសង្គ្រាមរាប់ទសវត្សរ៍មកហើយលោក Donald Trump មិនទាន់មានប្រតិកម្មចំពោះការព្យួរកិច្ចព្រមព្រៀងនេះទេខណៈដែលលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញក្តីបារម្ភចំពោះការប្រឈមមុខដាក់គ្នាឡើងវិញហើយថាលោកនឹងបន្តសម្របសម្រួលដើម្បីឲ្យកម្ពុជានិងថៃបន្តអនុវត្តកិច្ចព្រមព្រៀងនេះខ្ញុំរស់សុធាពី News Today NTTV